ពេលនេះខ្ញុំកំពុងស្ថិតនៅខាងមុខប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់ប្រទេសកម្ពុជាមិនតែប៉ុណ្ណោះនឹងនាំបងប្អូនទៅដឹងពីចំណុចពិសេសនៃប្រាង្គប្រាសាទអង្គរវត្តរបស់យើងតោះទៅទស្សនាវីដេអូទាំងអស់គ្នាពេលនេះគឺនៅព្រលឹមនៅឡើយហើយក្រុមការងារភ្នំពេញប៉ុកខ្ញុំកំពុងតែរងចាំថតយកទស្សនភាពដែលព្រះអាទិត្យរះចង់កម្ពុជាប្រាសាទអង្គរវត្តឬហៅថាសមរាត្រីដែលនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរខ្ញុំមកនេះគឺឃើញមានបងប្អូនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកកកអញ្ចឹងទៅទស្សនាវីដេអូបន្តិចសិនឥឡូវនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនានិងយល់ដឹងពីលក្ខណៈពិសេសនៃផ្នែកមួយចំនួនរបស់ប្រាសាទអង្គរវត្តដោយមានអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាជាអ្នកបញ្យល់បង្ហាញយើងក៏លេខមើលទៅឃើញសងខាងនៃស្ពានរហាលនេះមានអាគារ2ដែលគេត្រូវបានគេឲ្យឈ្មោះថាបណ្ណាល័យពេលខ្លះអ្នកខ្លះគេហៅទៅហៅត្រៃណាបាទបើតេតងជាមួយនឹងសំណង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តនេះកសាងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលសោយរាជចាប់ពីឆ្នាំ1113ដល់1150គឺកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រះអាទិទេពគឺព្រះវិស្ណុដែលយើងឃើញខ្លងទ្វារខាងត្បូងនៃខាងត្បូងខ្លងទ្វារសំខាន់គឺមានរូបសំណាកព្រះវិស្ណុដ៏ធំប្រាសាទអង្គរវត្តបើយើងកលេចមើលសំណង់ពីចម្ងាយយើងគិតថាជាប្រាសាទដែលមានតែមួយខឿនឬក៏មានតែមួយជាន់ការក៏ពិតប្រាសាទអង្គរវត្តមានរហូតដល់3ថ្នាក់ផ្សេងគ្នាថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3ហើយយើងឃើញថាថ្នាក់ទី3នឹងមានរហូតដល់5ប៉ម5ប៉មហ្នឹងតាមទ្រឹស្ដីរបស់សាសនាហិណ្ឌូគឺតំណាងឲ្យកម្ពុជាភ្នំទាំង5របស់ភ្នំព្រះសមាឥឡូវនេះយើងបានឡើងមកដល់លានកិត្តិយសហើយដោយត្រូវបន្តចូលទៅទស្សនាផ្នែកខាងក្នុងបន្តទៀតទីនេះគឺផ្លូវច្រកតាមថែវដែលយើងនឹងទៅកាន់ផ្ទាំងរឿងទេវកថាមហាភារតៈបាទទីនេះគឺជាចម្លាក់រឿងមហាភារតយុទ្ធដែលបកស្រាយរាយរាប់អំពីសង្គ្រាមរវាងបងប្អូនជីដូនមួយគឺក្រុមកោរវៈហើយនិងបារវៈបាទហើយស្ថានភាពនៃចម្លាក់ហ្នឹងគឺមានភាពទាក់ទាញខ្លាំងទាក់ទងជាមួយនឹងរចនាបថគឺស្អាតល្អដូច្នេះភ្ញៀវចូលចិត្តមកទស្សនានៅផ្ទាំងរឿងនេះណាឥឡូវនេះយើងធ្វើដំណើរចូលទៅកាន់កន្លែងពិសេសមួយទៀតបាទកន្លែងនេះគឺជាចំណុចកណ្ដាលនៃប្រាសាទអង្គរវត្តដែលយើងឃើញមានខ្សែបន្ទាត់នេះគឺចង្អុលនៅទិសខាងជើងនិងទិសខាងត្បូងត្រង់បាទត្រង់ 100% បាទបុព្វបុរសយើងស្ថាបត្យករសម័យបុរាណគឺគិតរកទិសបានគ្រាន់តែសិក្សាតែដំណើរព្រះអាទិត្យតែប៉ុណ្ណោះដំណើរព្រះអាទិត្យមកសិក្សាមួយឆ្នាំហ្នឹងក៏បានរកផ្លេចកើតជើងត្បូងបានពេលនេះយើងដើរឡើងទៅខាងលើបន្តទៀតចំណែកទីនេះវិញគេហៅថារូតបាកានដែលជាប្រាសាទមានកម្ពស់5អញ្ចឹងយើងបន្តឡើងទៅជាន់ខាងលើរូតបាកាននេះគឺជាទីដែលយើងមើលឃើញពីចម្ងាយហើយចង់មកទស្សនាណាស់ពេលដែលឡើងមកដល់ខាងលើនេះយើងនឹងអាចមើលឃើញសម្រស់ទេសភាពមួយស្អាតប្លែកនាផ្នែកខាងក្រោមនៃប្រាសាទអង្គរវត្តហើយនៅទីនេះគឺមានរូបព្រះពុទ្ធចំនួន4ព្រះអង្គនៅតាមទិសចំនួន4ជាពិសេសប្រជាពលរដ្ឋខ្មែរគឺតែងតែឡើងមកគោរពបូជានៅទីនេះប៉ុន្តែរូតបាកាននេះនៅថ្ងៃសិលគឺគេបិទអត់ឲ្យចូលទស្សនាទេឥឡូវក្រោយពីទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្តហើយខ្ញុំក៏ទៅលេងនៅសួនរុក្ខជាតិអង្គរវិញម្ដងឥឡូវនេះខ្ញុំបានមកដល់ទីតាំងហើយសួនរុក្ខជាតិអង្គរគឺជាសួនកម្សាន្តបែបធម្មជាតិដែលមានរុក្ខជាតិជាច្រើនប្រភេទក្នុងនោះមានទាំងរុក្ខជាតិកម្ររុក្ខជាតិផ្កាសួនបន្លែអំបូរត្នោតនិងមានសួនសត្វជាដើមសួនរុក្ខជាតិអង្គរនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបង្កើតឡើងនៅក្នុងឆ្នាំ2022និងបើកដំណើរការចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃអាទិត្យហើយសម្រាប់ការចូលទស្សនានឹងគឺឥតគិតប្រាក់ទេតោះបងប្អូនអញ្ចឹងយើងចូលទៅខាងក្នុងនិងទៅដឹងពីព័ត៌មាននៅសួនរុក្ខជាតិអង្គរនេះសួនរុក្ខជាតិអង្គរគឺបង្កើតឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិចូលទស្សនាដើម្បីស្វែងយល់អំពីរុក្ខជាតិជាគ្រប់ប្រភេទដែលអាជ្ញាធរជាតិអប្សរាបានអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សានិងស្វែងយល់បន្ថែមពីធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាភ្ញៀវទេសចរដែលមកទស្សនានៅក្នុងសួនរុក្ខជាតិអង្គរគាត់នឹងទទួលបានចំណីអារម្មណ៍ប្លែកខ្ញុំអាចនិយាយបានថាគាត់អាចចូលមកទស្សនាដើម្បីទទួលបាននៅបទពិសោធន៍ថ្មី
ហើយក៏ដូចជាទទួលបាននៅចំណេះដឹងមួយអំពីរុក្ខជាតិនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅរុក្ខជាតិដែលនៅខាងក្រៅ ឥឡូវគឺដល់ពេលដែលយើងទៅទស្សនារុក្ខជាតិនានានៅទីនេះហើយដែលមានបុគ្គលិកនៅទីនេះជួយពន្យល់ព្រោះថារុក្ខជាតិខ្លះហ្នឹងគេអាចយកធ្វើជាថ្នាំបានធ្វើជាគ្រឿងទេសនិងអាចហូបផ្លែបានអញ្ចឹងទៅទស្សនាវីដេអូទាំងអស់គ្នា ដើមហ្នឹងគេហៅថាដើមខ្ទង់សបងប៉ុន្តែនៅក្នុងខែហ្នឹងវាអត់មានបានចេញផ្កាហើយនឹងចេញផ្លែទេមានតែទ្រង់ទ្រាយនៃដើមហើយសម្រាប់ដើមខ្ទង់សហ្នឹងគឺវាត្រូវជាអសតដែរហើយគេយកឫសហ្នឹងគឺសម្រាប់យកទៅដាំផឹកហើយព្យាបាលដូចជាជំងឺរំលាយអាហារហ្នឹងហើយជួយសម្រួលរំលាយអាហារហើយនឹងឈឺឆ្អឹងឈឺឆ្អែងហើយដល់ពេលស្លឹកវិញគឺព្យាបាលតាក់ទងទៅនឹងរឿងសើស្បែកហើយចាហើយដើមខ្ទង់សទាំងមូលហ្នឹងគឺជួយសម្រាប់រោគស្ត្រីផងដែរចាបងជួយបានច្រើនចាជួយបានច្រើនបងចាបងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចូលទៅមើលនៅក្នុងសួនអម្បូរត្នោតហើយដែលសួនអម្បូរត្នោតហ្នឹងយើងបែងចែកចេញជា6ចំណុចប៉ុន្តែបើសម្រាប់ផ្នែកធំៗវិញគឺមានតែ5ទេដែលផ្នែកទាំង5ហ្នឹងគឺមានដូចជាភ្នំប្រង់មានលម៉ើមានស្លាមានដូងហើយនិងត្នោតឥឡូវហ្នឹងគឺយើងដើរដល់ទីតាំងសួនលំនៅឋានខ្មែរគឺយើងមានរុក្ខជាតិហូបផ្លែជិត90ប្រភេទហើយដល់ពេលតាក់ទងទៅនឹងខាងស្ដាំដៃនេះវិញគឺគេហៅថាថ្កូវដែលថ្កូវហ្នឹងគឺជារុក្ខជាតិហូបផ្លែដែរដែលផ្លែវាគឺយើងអាចញ៉ាំបានវាមានរសជាតិជូរអែមហើយយើងអាចញ៉ាំជាមួយនឹងអំបិលហើយសម្រាប់អត្ថប្រយោជន៍វិញគឺវាត្រូវជាអសតដែរចាសម្បកវាគឺយើងអាចយកទៅដាំទឹកផឹកហើយព្យាបាលដូចជាកាត់បន្ថយការឈឺឆ្អឹងឈឺឆ្អែងផងដែរបងចាបងហើយនៅក្នុងសួនលំនៅឋានខ្មែរនេះផងដែរគឺយើងមានដាំជាប្រភេទផ្កាដែលមានក្លិនក្រអូបគឺដូចជានៅខាងមុខយើងអញ្ចឹងគឺជាផ្កាក្តាំងងាដែលផ្កាក្តាំងងាហ្នឹងគឺយើងអាចដឹងហើយថាដូចជាអ្នកដែលគាត់យករុក្ខជាតិយកទៅកែច្នៃអញ្ចឹងគាត់អាចយកផ្កាក្តាំងងាហ្នឹងផលិតជាសាប៊ូកក់សក់ហើយនិងសាប៊ូដុសខ្លួនជាដើមហើយមិនតែប៉ុណ្ណោះទេយើងក៏មានផ្កាប្រភេទក្លិនក្រអូបជាច្រើនមុខទៀតដូចជាផ្កាម្លិះរួតហើយផ្កាចម្ប៉ាក្រហមចម្ប៉ាសហើយនិងចម្ប៉ាលឿងផងដែរហើយសម្រាប់ដើមនឹងវិញគឺជាប្រភេទដើមបេងដែលដើមបេងហ្នឹងគឺយើងដឹងហើយថាវាគឺជាឈើដែលប៉និតហើយយើងអាចប្រើប្រាស់វាបានច្រើនសម្រាប់ឈើវិញគឺយើងអាចធ្វើជាតក់ទូគ្រឿងសង្ហារឹមអីផ្សេងដូចជាធ្វើទ្វារតក់ទូកៅអីហើយនឹងគ្រឿងសំណង់សាងសង់ផ្ទះបានច្រើនមុខផងដែរបងហើយម្យ៉ាងវិញទៀតនៅក្នុងសួនរបស់យើងក៏មានដូចជាឈើប៉និតជាច្រើនមុខទៀតដូចជាដើមកគីដើមអង្កាញ់ហើយនឹងដើមធ្នង់ជាដើមបងនៅក្នុងសួនរុក្ខជាតិអង្គរនេះគឺមានរុក្ខជាតិជាច្រើនថែមទៀតជាពិសេសក៏មានសត្វព្រៃផងដែរព្រោះថាទីនេះមានទំហំទៅដល់15ហិកតាណោះហើយនៅពេលខាងមុខហ្នឹងអាជ្ញាធរជាតិអប្សរាមានគម្រោងក្នុងការពង្រីករហូតដល់ទំហំជាង150ហិកតាដែលលាតសន្ធឹងពីសួនរុក្ខជាតិអង្គរបច្ចុប្បន្ននេះទៅដល់មាត់កសិនអង្គរខាងត្បូងចឹងបងប្អូនមកលេងខេត្តសៀមរាបកុំភ្លេចចូលមកទស្សនានៅសួនរុក្ខជាតិអង្គរនេះណាហើយឥឡូវក្រុមខ្ញុំកំពុងតែបន្តធ្វើដំណើរទៅកាន់ភ្នំបាក់ខែងទៀតនាពេលល្ងាចចឹងភ្ញៀវទេសចរដែលចង់មើលថ្ងៃលិចគឺគេតែងតែនិយមឡើងមកភ្នំបាក់ខែងនេះឯងឥឡូវនេះខ្ញុំបានមកដល់ប្រាសាទភ្នំបាក់ខែងហើយអញ្ចឹងរីករាយគយគន់សម្រាប់ថ្ងៃលិចពីលើភ្នំបាក់ខែងនេះពេលនេះគឺជាវេលាដែលយើងត្រូវបែកគ្នានិងជាវីដេអូចុងក្រោយផងដែរនៅលើទឹកដីនៃខេត្តសៀមរាបអង្គរជួបគ្នានៅក្នុងវីដេអូដំណើរកម្សាន្តថ្មីៗនៅខែក្រោយជាមួយនឹងទីតាំងថ្មីដំណើរកម្សាន្តនេះនាំមកជូនដោយធនាគារអ៊ូរីធនាគារអ៊ូរីគឺជាធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជាដែលមានសាខាចំនួន140និងមានបណ្ដាញសាខាចំនួន24ប្រទេសជុំវិញពិភពលោកធនាគារអ៊ូរីជំរឿនហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក